กสายตะขาโดยที่มันเปรียบเทียบได้มีเปรียบแต่แล้วดอกนี่ปฏิจาดอกตัวดื่มตัวตัวนี้จางកំពូលដែលចូល គូចុងក្រោយសម្រាប់គូពិសេសបាទកំពូលដែលចូលសែនជ័យបាទគឺខ្សែទឹកខាងក្នុងរបស់អាយដាមបាទបណ្ឌិតផាន់ផល្លានិងលោកយីយ៉ែនលោកជំទាវយីយ៉ែននេះលោកបាទយីយ៉ែននេះគឺបាទស្វាយស្រុកមហាចាព្រឹទ្ធាចារ្យមហាតេជោបាទសែនជ័យបាទរបស់អាយដាមសៀងមលៀងនិងលោកជំទាវបាទហ៊ុនធឿនចាឥឡូវនេះកំពុងតែនាំមុខបន្តិចបន្តួចបាទទៅលើបាទកំពូលដែលចូលសែនជ័យឥឡូវអត់ទេដល់ពេលនេះបាទគឺដកវិញហើយបាទដកវិញហើយរបស់អាយដាមបណ្ឌិតខាន់ផល្លានិងលោកយីយ៉ែនបាទហាក់ដូចជាដកវិញព្រឹទ្ធាចារ្យមហាតេជោសែនជ័យរបស់អាយដាមសៀងមលៀងនិងលោកជំទាវហ៊ុនប៊ុនធឿនដកហើយមុននេះតាមគេឥឡូវនាំឈ្នះវិញនាំមុខឥឡូវតាមឲ្យទាន់ដកឈ្នះបាត់ទៀតបាទជាមួយនេះគណៈកម្មការចំណុះទូកបាទកំពូលអន្តរជាតិបាទត្រៃភពហនុមានសែនជ័យបាទគូពិសេសចុងក្រោយកំពូលដែលចូលសែនជ័យចាខ្សែទឹកខាងក្រៅឈ្នះម្ដងកាលពីជើងទី1អត់ទេព្រឹទ្ធាចារ្យទេអ្នកឈ្នះព្រឹទ្ធាចារ្យបាទព្រឹទ្ធាចារ្យឈ្នះអូកំពូលបាទកំពូលតើចានេះខ្ញុំចាំបានបាទខ្ញុំច្រឡំឥឡូវបដូរខ្សែទឹកមិនអីបងបដូរខ្សែទឹកហាក់ដូចជាមានព្រៀបទៀតហើយបាទមានព្រៀបតែឥឡូវដកនេះព្រឹទ្ធាចារ្យដកតឬមិនតអត់តនេះចាកំពូលដែលចូលសែនជ័យនៅតែទទួលបានជ័យជំនះគឺឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតខាន់ផល្លានិងលោកយីយ៉ែនចារីឯព្រឹទ្ធាចារ្យមហាដែលចូលសែនជ័យឧបត្ថម្ភដោយឯកឧត្តមសៀងមលៀងនិងលោកជំទាវហ៊ុនប៊ុនធឿនចា84គូទី84ខ្សែទឹកខាងក្នុងព្រឹទ្ធាចារ្យមហាតេជោបាទសែនជ័យកំពង់ចាមទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រធានបណ្ឌិតប៊ុននីហ៊ុនសែនបាទកំពុងតែចាញ់បង់ឲ្យទៅលើព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីជេស្តាទូកនេះទទួលបានការឧបត្ថម្ភពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រធានបណ្ឌិតដូចគ្នាចាឥឡូវនេះខ្សែទឹកខាងក្រៅបាទជាអ្នកទទួលបានជ័យជំនះគឺព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីចារីឯការឧបត្ថម្ភមិនអាចមានចំណេះជំនាញដល់សូមគោរពអរគុណឯកឧត្តមបណ្ឌិតម៉ៅភិរុននិងលោកជំទាវក៏បានអាចារ្យលោកជំទាវដែលបានឧបត្ថម្ភដល់នាងខ្ញុំផងដែរចាយើងខ្ញុំផងដែរសូមគោរពអរគុណបាទចាទូកមកទន្ទឹមគ្នាដល់តែ2គូចាបានន័យថា83 84ហ្នឹងមកទៅដំទៅសងតែម្ដងមកចាប់យោងទន្ទឹមនឹងកងពាន់ទី1ឃើញថាសរាយពេជ័យធិបតីតេជោគឺបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងរបស់ព្រះគ្រូខូសានរៈកេតោផាត់សុតនឹមមកពីខាងវត្តពេជ័យរង្សីវត្តជែងចាឥឡូវបដូរទៅនៅខាងក្រៅតើអាចចូលលទ្ធផលបដូរលទ្ធផលដែរអត់បាទគុណម្ចាស់អើយឥឡូវនេះសវណ្ណចម្ប៉ាហោះនាំមុខទៀតហើយចារបស់សម្ដេចយោបល់បេក្ដីសាយឈុំចាបាទឯកសន្តានមើលទៅបើសិនជាយើងមើលពីចម្ងាយទៅឃើញតែមួយទូគេព្រោះឯកសន្តានដូចគ្នាដោយសារកតុយទូកចេញមកពណ៌ខៀវសអញ្ចឹងមើលទៅឃើញពីរឯងឃើញពីរហើយដោយសារយើងមើលឃើញកតុយទូកខ្សែទាំងក្នុងដកហើយអាចដកនេះដកអាចដាច់ទៀតបាទអាចដាច់ទៀតសវណ្ណចម្ប៉ាហោះបាទល្អណាស់បាទសម្រាប់សវណ្ណចម្ប៉ាហោះរបស់សម្ដេចវិបុលសេនាភក្តីសាយឈុំចាដកអើយចាប់ផ្ដើមដកបន្តិចម្ដងរីឯគូដែលមកទីនេះបើសិនជាទៅតាមលេខរៀងអាចនិយាយបានថាព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីជេស្តារបស់សម្ដេចតេជោចានិងសម្ដេចគតិប្រធានបណ្ឌិតឈ្នះមួយជើងឥឡូវនេះដូចនាំមុខទៀតហើយនាំមុខទៀតហើយអញ្ចឹងសូមជូនលទ្ធផលទូកគូមុនសិនបាទគូមុនបាទសវណ្ណចម្ប៉ាហោះខ្សែទឹកខាងក្នុងឥឡូវនាំមុខហើយឆ្លងពាន់ទី2ក៏នៅតែមន់មុខពាក់កណ្ដាលទូកហើយនាំទៅដែរបាទពាក់កណ្ដាលទូកអាចនឹងដាច់អត់បើសិនជាបើនៅតែប៉ុណ្ណេះហើយតាមមិនទាន់ទេតាមមិនទាន់ទេបាទដែរប៉ុន្តែបើឲ្យដាច់អត់ដាច់នៅគៀកកោមគៀកកោយកោមគ្នាបែបនេះចាបែបនេះចាសម្រាប់ព្រឹទ្ធាចារ្យមហាតេជោសែនជ័យនិងព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីជេស្តាទូកទាំងពីរនេះគឺទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិប្រធានបណ្ឌិតប៊ុនរនីហ៊ុនសែនឃើញថាចាប់ដៃគ្នាមកទៅសងតែម្ដងអូយអាមិញឃើញតែខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបឥឡូវក្រៅដកខែមនេះដកវិញព្រះទីនាំងសំទោសបាទព្រឹទ្ធាចារ្យមហាតេជោសែនជ័យឥឡូវដកវិញដកបើតែដកនេះបានតែត្រឹមស្មើណាបាទឥឡូវស្មើតែដល់មុខហើយបាទព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីឡើងវិញឡើងព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីឡើងវិញដកវិញ
វិញហើយ មកខ្ទង់2ខ្ទង់នេះឡើងហើយ ឈ្នះទាំងពីរជើង បាទឈ្នះទាំងពីរជើងហើយបាទ ទូកគូនេះ របស់សម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធទាំងទ្វេតែម្ដងទាំងពីរទូកបាទសម្ដេចទាំងទ្វេក៏បានចូលរួមនៅក្នុងការបន្តឥឡូវបន្តទៅគូទី86គូទី86ខ្សែទឹកខាងក្នុងព្រឹទ្ធាចារ្យមហាតេជោសែនជ័យទទួលបានការឧបត្ថម្ភនៅក្នុងពោះរបស់សម្ដេចអគ្គមហាសេនាបតីតេជោសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតបាទទូកនេះមកពីស្ទឹងត្រង់បាទចំណែកកំពូលតេជោសែនជ័យបាទគឺមុខកំពូលក៏ទទួលបានការឧបត្ថម្ភនៅក្នុងពោះរបស់សម្ដេចអគ្គមហាសេនាបតីតេជោសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតដូចគ្នាបាទលើកំពូលតេជោសែនជ័យល្អណាស់បងអើយចាបាទនិយាយពីសុខភាពអត់ចំណែនគ្នាទេដូចគ្នាស្រស់ស្អាតដូចគ្នាប៉ុន្តែដោយឡែកកំពូលតេជោសែនជ័យលឿនណាស់តែយ៉ាងណាសម្ដេចទ្វេលោកឧបត្ថម្ភទៅទាំងពីរបាទទូកសម្ដេចទូកសម្ដេចនិងសម្ដេចកតេ ចូលសែនជ័យនេះមកពីខាងវត្តរតនបុប្ផារាមព្រែកចានមុខកំពូលចាខ្សែទឹកខាងក្រៅបងប្អូនចាបងប្អូនអ្នកគ្រប់គ្រងគឺខ្សែទឹកខាងក្រៅទទួលបានជ័យជំនះបាទកំពូលតេជោសែនជ័យទទួលបានជ័យជំនះបាទទូកសម្ដេចបាទគឺសម្ដេចក៏ឈ្នះដែរចាទូកសម្ដេចឈ្នះទាំងពីរសម្ដេចទាំងទ្វេឈ្នះទូកទាំងពីរគូទី86បាទកំពូលតេជោសែនជ័យបាទតែនៅខ្សែទឹកខាងក្រៅកម្ពុជាទី1ហ្នឹងគឺទទួលបានជ័យជំនះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនទូកទាំងពីរនេះឧបត្ថម្ភដោយសម្ដេចទាំងទ្វេបាទដូចគ្នាបាទតែល្បឿននៃការចាញ់ឈ្នះដូចគ្នាទេដូចគ្នាទេប៉ុន្តែសម្រស់វិញរៀបចំឲ្យដូចគ្នាតែម្ដងស្អាតដូចគ្នាចាស្អាតផូរផង់ដូចគ្នាខ្សែទឹកខាងក្រៅព្រឹទ្ធាចារ្យមហាតេជោសែនជ័យបាទគឺនៅឯស្ទឹងត្រង់កំពង់ចាមបាទគឺបានការឧបត្ថម្ភពីសម្ដេចទាំងទ្វេដូចគ្នាបាទឥឡូវយើងឃើញថាមកដល់នឹងកំពាន់ទី2ចិត្តដល់ហើយចិត្តដល់នៅដាក់ខ្សែទឹកខាងក្នុងនៅតែនាំមុខចានាំមុខទូកនេះល្អបាទចាល្អចាក់យោងមួយឯងតែមើលលបឿនទូកគឺហាក់ដូចជាជ្រុលលបឿនមកមុខតែម្ដងតែមើលទៅដូចថាចង់និយាយថាគឺទៅរលូនឥឡូវយើងឃើញហើយចាប់យោងនៅកំពាន់ទី2កំពូលតេជោសែនជ័យនៅតែបន្ថែមល្បឿនយ៉ាងល្អបាទនាំមុខដដែលបាទទៅលើព្រឹទ្ធាចារ្យមហាតេជោសែនជ័យចាដោយដែលយើងខ្ញុំបានជម្រាបជូនបងប្អូនដែលកំពុងតាមដានទស្សនាទូកទាំងពីរនេះគឺទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប៉ុន្តែអ្វីដែលសំខាន់ឥឡូវនេះកំពូលតេជោសែនជ័យនេះឈ្នះទៀតហើយចាឈ្នះជាលើកទី2បាទរតនកុមារតេជោសែនជ័យនៅមុខនេះហើយមកដល់បាទគូជាបន្តគឺគូទី87គូទី